ទូរថ្មី Mini LED ដែលមកជំនួសជាមួយនឹង Q7 និង QX 2026ជាប្រភេទ AI Smart TV ដែលមានល្បឿនលឿនជាងមុនរហូតដល់ 144Hz បកកេមកភ្លាមមានជាមួយនឹង Tele 1ដូចមួយជើងទ្រទូរទស្សន៍មួយគូផងដែរសម្រាប់ទូរទស្សន៍នេះក៏បានភ្ជាប់ជាមួយនឹង Remote បញ្ជាដែលអាច voice សំឡេងជាភាសាខ្មែរភាសាបរទេសដោយមានសញ្ញា voice នៅលើ Tele តែម្ដង Tele សេរីថ្មីនេះគឺលែងសាកថ្មដូចមុនទៀតសម្រាប់ដូច power គឺនៅដដែលការដំឡើងជើងលើតុក៏អត់មានអីប្រែប្រួលច្រើនគ្រាន់តែបងមើលសញ្ញាមុខក្រោយហើយសូកចូលទៅក្នុងទូរទស្សន៍ជាការស្រេចគឺងាយស្រួលខ្លាំងណាស់តែតាម set up ទាំងអស់គ្នាការដំឡើងគឺអាចប្រើជាមួយនឹង Tele ផ្ទាល់ឬក៏ប្រើជាមួយនឹង app កម្មវិធី Smart Sync កាន់តែងាយស្រួលអេក្រង់ទូរទស្សន៍ស្ដើងភ្លើងច្បាស់ចូលមកជាមួយនឹងមុខងារ AI មុខងារ Add Store គឺមានគំនូរជាច្រើនឬក៏អាចតាំងជាលក្ខណៈរូបថតគ្រួសារក៏បានដែរអាចច្រៀងជាខារ៉ាអូខេបញ្ជាដោយសំឡេងដោយគ្រាន់តែ voice ជាភាសាបរទេសឬក៏ជាភាសាខ្មែរឧទាហរណ៍ថាគ្រាន់តែ voice ពាក្យថា 4K វីដេអូនោះនឹងចេញជាវីដេអូជាច្រើនដែលបងប្អូនអតិថិជនត្រូវការកំសាន្តកាន់តែទូលំទូលាយជាមួយនឹង Wi-Fi Bluetooth Share Screen ឬក៏ Air និង app កម្មវិធីជាច្រើនទៀត Mini LED គឺកម្រិតបង្ហាញដល់ 4K មានល្បឿនលឿនចាប់បានច្បាស់ស្រួលក្នុងការលេងហ្គេមឬក៏មើលបាល់ទាត់កំសាន្តជាដើមទូរទស្សន៍នេះគឺអាចប្រើបានច្រើនរបៀបដោយដាក់លើតុអាចភ្ជាប់ជាមួយនឹងជញ្ជាំងឬក៏អាចដាក់ជាមួយនឹងជើងចល័តទៅមកក៏បានដែរឥឡូវនេះក៏មាន promotion free ដឹកជញ្ជូន free ជាមួយនឹងជើងចាប់ជញ្ជាំង free ដំឡើងសម្រាប់ទីតាំងបងនៅក្នុងទីក្រុងភ្នំពេញហើយតម្លៃទូរទស្សន៍នេះគឺមានតម្លៃចាប់ពី$500ជាងឡើងមានក្នុងស្តុកស្រាប់អាចមកតេស្តផ្ទាល់បាន